ឈ្មោះធូយ៉ាងលោតរស់នៅសប្តាហ៍ថ្ងៃរស់នៅភូមិត្រាំប៉ោងភូមិព្រះបលាយស្រុកតាពាំងសាទខេត្តឧត្តរមានជ័យខ្ញុំលក់ទូរស័ព្ទនៅផ្សារហ្នឹងហើយតែគាត់តែឆ្លៀតពេលមកចការខ្លះទុកការងារក្នុងអ្នកតែលក់ដូរស្រឡាញ់មិនទេស្រឡាញ់ចការដូងបាទមិនវល់ធ្វើតិចទេក៏ស្រឡាញ់ចការដូងគាត់ថាតំណាំជាតំណាំតែវាចិញ្ចឹមយើងចាស់ស្រួលបើចការគេពីដូងវាមានស្វាយហើយផ្ទៃដីដូងវាចូល11ហិកតាហ្នឹងហើយស្វាយ4ហិកតាផលលំហាក់មានសត្វល្អិតកាលនៅវិទូចប្រភេទមានសត្វល្អិតប្រភេទទ្រីបបញ្ជក់ស្លឹកប្រឈើមុខខ្ពស់ហើយនឹងខ្ញុំហើយមួយទៀតគឺកញ្ចែគឺស៊ីតាមកដូងនឹងខ្លាំងហ្នឹងហើយកត្តាសំខាន់គឺទឹកដូងត្រូវការទឹកខ្លាំងបើនិយាយរឿងដូងបើអត់មានទឹកមិននិយាយរឿងដូងទេបើដាំដូងតើទឹកប្រភពទឹកសិនចាំយើងដាំដូងខ្ញុំឃើញเพจមួយទៀតគេសួរថាតើស្មៅមានបញ្ហាអត់ដល់ដំណាំដូងតើមានស្មៅដូងអត់លូទេបើជាពិសេសគឺដូងពេលដូងនៅទូចវាស្ដុកសម្រាប់ដូងធំក៏ដោយពេលវាផ្លែក៏ដោយវាចាប់ដើមវាលូតលាស់តាមានស្មៅមានអីតាមគល់ញ៉ៃញ៉ៃដូងយើងមើលទៅដូចវា stress អារម្មណ៍វាអត់លូតលាស់ល្អមើលទៅវាអត់សូវស្រស់ហើយសំខាន់សត្វល្អិតវាច្រើនដូចថាកដោក៏វានៅស្មៅបាទកដោក៏វានៅស្មៅវាអាចកាត់ដូងខ្ញុំទូចកដោកាត់អស់ច្រើនដើមណាបាទតែជិះនោះតែមានស្មៅច្រើនយើងទុកឲ្យវាស្មៅច្រើនវាបឺតជាហើយដូងអត់លូតលាស់ទេបើថាស្វាយវិញបើមានស្មៅច្រើនតកៅច្រើនបើយើងសម្អាតស្អាតអីយើងទៅយើងបាញ់ថែអត់សូវមានតកៅទេវគ្គតកៅថាវគ្គតែផ្កាវគ្គត្រួយវាអីដែរឲ្យបើស្នេះសំបីសត្វល្អិតទូចប្រភេទទ្រីបបញ្ជក់អីបើយើងធ្វើស្មៅស្អាតក៏អត់សូវមានសត្វល្អិតបំផ្លាញដែរវាដូចស្មៅនៅទីកន្លែងសម្រាប់វាជ្រោកកន្លែងវាពើងកូនអញ្ចឹងការអត់ទាន់មានវត្តមានម៉ាស៊ីនកាត់របស់ក្រុមហ៊ុនកើក្រៀនហ្នឹងវាទីមួយចំណាយច្រើនកម្មករ2នាក់អីមហត្តាអីមិនកាត់តិចថ្ងៃណាហើយប្រេងសាំងទី2រវល់យើងខ្លួនយើងច្រើនដែរមិនមែនជួលគេហើយយើងអត់មកមើលអត់បានទេអត់ស្អាតទេហើយមួយទៀតភាពយឺតយ៉ាវយើងត្រូវធ្វើកិច្ចការងារអីច្រើនយើងមិនមែនធ្វើការងារតែផ្ដោតលើតែមួយមុខដល់ពេលយើងភាពយឺតយ៉ាវយើងធ្វើអាចធ្វើកិច្ចការងារអីផ្សេងបានតទៀតទេក្រៅម៉ាស៊ីនកាត់ស្មៅធម្មតាម៉ាស៊ីនកាត់ដៃម៉ាស៊ីនកាត់ស្មៅខ្នាតតូចដែលយើងកាត់ស្ពាយនឹងខ្លួនហ្នឹងហើយអាហ្នឹងវាយឺតយ៉ាវហើយគ្រោះថ្នាក់ទៀតចការយើងច្រើនយើងកាត់នឹងម៉ាស៊ីនតូចនេះយូរណាស់នាំទៅរួចហើយមួយទៀតខ្ញុំធ្លាប់បរាជ័យនឹងបាញ់ថ្នាំស្មៅខ្ញុំបាញ់ថ្នាំស្មៅនឹងចការដូងបៀងងាប់ដូងបាញ់ខូចសំណាងឲ្យដូងវាតំណាំវាធន់ដែរវាអត់ងាប់ឡើងលឿងស្លឹកអស់ហ្នឹងចាប់ដើមខ្ញុំថាអូប្រើថ្នាំស្មៅខុសកម្រិតលើកម្រិតខុសបច្ចេកទេសហើយអញ្ចឹងបានដាក់ស្វែងរកឧបករណ៍សម្រាប់យើងកាត់ស្មៅវិញថ្ងៃនោះបើក Facebook បើកឃើញក្រុមហ៊ុនកើក្រៀនគាត់ផុសហើយក៏ចាប់អារម្មណ៍គាត់ទេយកលេខនៅលើ page ហ្នឹងទេជួបខាងបុគ្គលិកផ្នែកលក់ហ្នឹងក៏គាត់ចង់អល់មហាអញ្ចឹងទៅយើងក៏ចាប់អារម្មណ៍ដែរបន្ទាប់ពីខាងសេគាត់ណែនាំមកខ្ញុំបានមានចិត្តទិញឧបករណ៍កាត់ស្មៅហ្នឹងមក Gatini ផងផលិតផលផងអ៊ីតាលីបាទຂະຫນាតវាຂະຫນាត 1.15 ហើយវាមានຂະຫນាត2-3ຂະຫນាតទេប៉ុន្តែដោយសារ tractor ខ្ញុំហ្នឹងវាសេះនឹងកម្លាំងសេះវាសមស្របនឹងຂະຫນាតដល់ 1.65 ហ្នឹងជួយនិយាយវាជួយច្រើនទៅមែនតែនពេលវេលាកម្លាំងពលកម្មភាពហត់នឿយហើយយើងប្រើមនុស្សយើងហត់ទាំងការតាមដានទៅមើលគាត់កាត់ស្អាតចឹងទៅនេះវាអាចខ្ញុំឆ្លៀតបានឧទាហរណ៍នៅរវល់កិច្ចការងារនៅផ្ទះខ្ញុំមកខ្ញុំឆ្លៀតកាត់តែ2ម៉ោងបានហើយបើខ្ញុំកាត់2ម៉ោងស្មើនឹងកាត់គេកាត់2ថ្ងៃបើយើងប្រៀបធៀបយើងកាត់ដៃម៉ាស៊ីនតូចធម្មតាកាត់ហើយស្មៅវានៅវែងហើយបើសិនជាប្រៀបធៀបជាមួយកាត់ម៉ាស៊ីននេះវាយម៉ត់ខ្ទេចបាទហើយបើសិនជាស្មៅដែលយើងទុកចោលហ្នឹងបើស្មៅវែងវាធម្មតា2-3ខែមិនដឹងពុកតាណាព្រោះអានេះវាយហើយតាត្រូវភ្លៀងតែមេ2មេចាប់ដើមក្រាបទៅដីតែបន្តិចពុកអស់ពុកហើយខ្លាចជាជីបើតែយើងបាញ់ថ្នាំស្មៅវាអាចប៉ះពាល់ទៅដល់ដំណាំហើយបើយើងកាត់ស្មៅมันប៉ះពាល់ដំណាំហើយវាស្មៅអាសម្រាមអស់ហ្នឹងវាកាច់ពុកទៅខ្លាចជាជីទៀតសាច់ដែករឹងមាំល្អប្រើធន់มันមានបញ្ហាសូម្បីតែទឹកថ្នាំតាំងពីខ្ញុំប្រើមករយៈពេល3ឆ្នាំហើយតែទឹកថ្នាំក៏អត់ទាំងរបបផងល្អប្រើធន់ដែករឹងមាំស្រួលកាត់បានម៉ត់ល្អផ្លែវាមានភាពរឹងមាំផ្លែប៉ុន្តែបើយើងចង់ឲ្យមុតល្អយើងត្រូវឆាបមុខវាប្រចាំទៅយើងតាមដានទីមួយទៀតគឺតាមដានរឿងប្រឡងអ្នកប្រើត្រូវតាមដានរឿងប្រឡងអាសារឹតឧបករណ៍នេះខ្ញុំប្រើរយៈពេល3ឆ្នាំហើយតាំងពីប្រើមកដូរតែផ្លែទេដូរតែផ្លែអត់ដែលបានដោះដូរអីទេខូចខាតទេអត់ដែលមានទេតាំងពីប្រើឧបករណ៍នឹងមកយើងចការយើងស្អាតរហូតមិនស្អីមានស្មៅអីញ៉ៃទេសំខាន់គឺយើងការពារភ្លើងតនភាពការឧទាហរណ៍ចការខ្ញុំធំអញ្ចឹងបើខ្ញុំប្រើម៉ាស៊ីនកាត់ស្មៅតែ2ហ្នឹងកាត់នឹងហួយទេមិនងាយរួចកាត់ដល់នោះអានេះដោះវិញហើយបាទនេះអត់ទេលឿន
ជាចុងក្រោយខ្ញុំផ្ញើដល់បងប្អូនកសិករទាំងអស់គ្នាបើសិនជាចង់បានភាពងាយស្រួលហើយកាត់ស្មៅបានស្អាតយើងប្រើឧបករណ៍កាត់ស្មៅបំពាក់ត្រាក់ទ័រមកកែតនីនេះទៅលឿនទាន់ភាពការកាត់បានស្អាត